បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះគឺយើងបន្តទៅតាក់ទងជាមួយនឹងប្រភេទស្មើគ្នាបន្តទៀតបាទអញ្ចឹងយើងមើលទៅតាមរូបភាពនេះគឺយើងមានរូបចតុកោណកែងដែលគេបានពុះនៅក្នុងហ្នឹងណាគេបានពុះវាបាទឆូតវាជាឆ្នូតបាទបែងចែកវាជាផ្នែកអញ្ចឹងតាមដែលយើងបានសិក្សាកាលពីវីដេអូកន្លងទៅគឺយើងអាចដឹងបានខ្លះហើយថាកាលណាគេលេបពណ៌នៅលើវាមួយទេបានន័យថាយើងបែងចែកវាជា3បានន័យថាកន្លែងហ្នឹងគឺវាទៅជាបាទទៅជាមួយភាគ3ដល់ពេលនេះយើងពុះវាជា6យើងលាបពណ៌2វាទៅជា2/6បាទអញ្ចឹងដើម្បីដោះស្រាយអានឹងបានគឺថាប្រភេទស្មើគ្នាខ្ញុំធ្លាប់បានបង្ហាញហើយថាកាលណាវាស្មើគ្នាវាបែបណាវាស្មើគ្នាបាទអញ្ចឹងវាស្មើគ្នាតើតែវានឹងមានផលគុណខ្វែងស្មើគ្នាបាទអញ្ចឹងយើងមកមើលតោះឥឡូវយើងសាកគុណខ្វែងសាកមើលបើយើងអត់មានរូបភាពគឺយើងគុណខ្វែងហ្មងអញ្ចឹងយើងឃើញថា3គុណនឹង2ស្មើប៉ុន្មាន3គុណនឹង2បាទ3គុណនឹង2គឺស្មើនឹង6បាទដល់ពេល1គុណនឹង6ស្មើប៉ុន្មាន1គុណ6ហ្នឹងក៏មានតម្លៃស្មើ6ដូចគ្នាអញ្ចឹងបានន័យថាហ្នឹងគឺជាប្រភេទស្មើគ្នាហើយបាទយើងបន្តមកទៀតបាទមើលអានេះស្មើគ្នាអត់យើងមិនចាំបាច់សង្កេតលើរូបទេយើងមើលទៅលើប្រភេទហ្នឹងតែម្ដងថាតើវាស្មើគ្នាឬអត់បាទអញ្ចឹងយើងដាក់ផលគុណខ្វែងរបស់វាសាកល្បងមកបាទអញ្ចឹងយើងយក2គុណនឹង4យើងទទួលបានលទ្ធផលគឺស្មើប៉ុន្មានបាទស្មើនឹង8ហើយដល់ពេលយើងយក1គុណនឹង8យើងទទួលបានលទ្ធផលប៉ុន្មានបាទ8ដូចគ្នាអញ្ចឹងបានន័យថាប្រភេទហ្នឹងគឺស្មើគ្នាហើយបាទអញ្ចឹងដល់សល់ចុងក្រោយមួយទៀតបងប្អូនអរគ្នាសាកដោះស្រាយខ្លួនឯងមើលថាតើយើងអាចបញ្ជាក់ប្រាប់វាថាវាជាប្រភេទស្មើគ្នាបានឬទេហើយបើបានតាមរយៈអ្វីបើមិនបានតាមរយៈអ្វីបាទអរគុណច្រើនបងប្អូនអរគ្នាយើងចាំជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទអរគុណ